ចាដូចបាយនេះខ្ញុំបបល់នេះចឹងចាគឺមានភាពរហ័សរហួនដូចគ្នាទូទឹកកកពុកម៉ែបងប្អូនចាផ្នែកខាងក្រោយនេះគឺមានម៉ាសេក្តៅត្រជាក់ដូចគ្នាហើយបងអាចសេរីដោយខ្លួនឯងបានផ្ទាល់នៅកន្លែងដៃទ្វារនៅខាងនេះបងចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះជួបជាមួយនឹងនាងខ្ញុំសុផាណាត់សាថ្មីម្ដងទៀតហើយថ្ងៃនេះនាងខ្ញុំមានរថយន្តមួយ model ចង់មកជំរាបជូនពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានស្គាល់ប្រភេទមួយគ្រឿងនេះគឺគេហៅថាប្រភេទរថយន្ត IM LS6 ស៊េរីឆ្នាំ2025ហើយចំពោះ option របស់វាវិញប្រភេទ model មួយនេះគឺ option max បងហើយចំពោះតម្លៃឥឡូវនេះគឺយើងមានតម្លៃពិសេសមែនតើសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាចំពោះតម្លៃពេញរបស់វាបងតម្លៃ5800បច្ចុប្បន្នគឺយើង discount រហូតដល់$4000បងស្ដាប់អត់ច្រឡំទេ$4000ហើយឥឡូវនេះយើងនៅសល់ត្រឹមតែតម្លៃ$46800ទេហើយបើសិនជាយើងកន្លែងមកមើលពីសមត្ថភាពនៃរថយន្តនេះវិញពុកម៉ែបងប្អូនទាំងអស់គ្នាចំពោះ range របស់វាគឺបងអាចរត់បានរហូតដល់650គីឡូម៉ែត្រចំពោះប្រភេទរថយន្ត IM LS6 មួយគ្រឿងនេះបងគឺជាប្រភេទលក្ខណៈរថយន្តអគ្គិសនីសុទ្ធហើយបើសិនជាដឹងពីកម្លាំងរបស់វាវិញបងគឺបងអាចជន់ល្បឿនរហូតដល់200គីឡូម៉ែត្រក្នុងរយៈពេល1ម៉ោងឯងបងចាហើយបើសិនជាយើងមកដឹងអំពីតាក់ទងជាមួយនឹងកម្លាំងសេះរបស់វាវិញហ្នឹងគឺមានរហូតដល់333 horsepower បន្ថែមជាមួយនឹងកម្លាំងរមូលរបស់គេវិញនោះគឺរហូតដល់430 Newton meters បងទាំងអស់គ្នាចំពោះរថយន្ត IM LS6 មួយគ្រឿងនេះគឺជាលក្ខណៈរថយន្ត SUV លក្ខណៈគ្រួសារ5កៅអីទីទៀតនាងខ្ញុំនឹងបង្ហាញអំពីផ្នែកខាងក្នុងវិញម្ដងថាមានសភាពធំទូលាយប៉ុណ្ណាប៉ុន្តែឥឡូវនេះយើងកន្លែងមកមើលពីទំហំកង់នៃរថយន្តនេះវិញសិនបងចាចំពោះទំហំកង់នៃរថយន្ត IM LS6 មួយគ្រឿងនេះមានទំហំរហូតដល់20អ៊ីងហើយអ្វីដែលកាន់តែងាយស្រួលទៀតហ្នឹងចំពោះរថយន្តមួយគ្រឿងនេះពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់បងដែលអាចប្រើប្រាស់ជាភាសាចិនបានគឺកាន់តែមានភាពងាយស្រួលព្រោះដោយសាររថយន្ត IM LS6 មួយគ្រឿងនេះគឺមានភាពឆ្លាតវៃមែនតើហើយនាងខ្ញុំសូមបញ្ជាក់បន្តិចចំពោះ brand IM នេះពុកម៉ែបងប្អូននៅខាងប៉ែកខាងប្រទេសចិនណាគឺគេនិយមប្រើប្រាស់ច្រើនមែនតើបងហើយក៏ជារថយន្តដែលរត់នៅលើផ្លូវដងផ្លូវគឺឃើញច្រើនជាងគេផងដែរចាអញ្ចឹងបងឥឡូវយើងកន្លែងមកមើលពីផ្នែកខាងក្នុងនៃរថយន្តនេះវិញម្ដងបងទាំងអស់គ្នាចំពោះផ្នែកខាងក្នុងនេះដោយបងបានឃើញនៅក្នុងវីដេអូនេះផ្ទាល់អញ្ចឹងចំពោះស្បែកពុកក៏ដូចជាពណ៌របស់គេនៅខាងក្នុងនេះគឺមានភាព unique ហើយវាភ្លឺមែនតើហ្មងព្រោះដោយសារជាទូទៅបងចំណាំមើលប្រភេទរថយន្តដែលមាន interior ខាងក្នុងពណ៌រៀងល្ងិតគឺវាធ្វើឲ្យភ្នែកយើងរៀងស្អាតហើយមានអារម្មណ៍ថាដូចស្អាតភ្នែកចឹងបងប្អូនទាំងអស់គ្នាប៉ុន្តែចំពោះរថយន្ត IM LS6 នេះចំពោះ interior ខាងក្នុងគឺគេរចនាប័ទ្ម design ចេញមកគឺធ្វើឲ្យអ្នកបើកបរក៏ដូចជាអ្នកនៅខាងក្នុងឡានហ្នឹងគឺ feeling comfortable ខ្លាំងមែនតើហ្មងហើយជាក់ស្ដែងដូចស្បែកពុកនេះអញ្ចឹងចំពោះស្បែកពុកនេះគឺទន់មែនតើហ្មងបងហើយតាក់ទងជាមួយនឹងកៅអីវិញនោះគឺមាន option ជាច្រើនចាបងជាក់ស្ដែងដូចមាន option កៅអីក្តៅត្រជាក់ជាមួយនឹង massage ហើយមិនមែនមានតែពីខាងមុខនេះបងគឺមានរហូតដល់ខាងក្រោយថែមទៀតចាហើយអ្វីដែលកាន់តែទំនើបក៏ដូចជាមានភាព unique មួយទៀតហ្នឹងគឺទៅលើផ្នែកចង្កូតនេះពុកម៉ែបងប្អូនទាំងអស់គ្នាចាដោយបងបានឃើញអញ្ចឹងចំពោះចង្កូតនេះគឺគេ design មកជាលក្ខណៈរូបរាង shape បែបហ្នឹងហ្មងណាបងប៉ុន្តែចង្កូតនេះបងឃើញវាមានតែមួយខ្នាតអញ្ចឹងប៉ុន្តែមិនបានន័យថាវាពិបាកក្នុងការប្រើប្រាស់ក៏ដូចជាបង្វិលវាអីគឺអត់ទេបងចាដូចបាយនេះខ្ញុំបង្វិលនេះអញ្ចឹងចាគឺមានភាពរហ័សរហួនដូចគ្នាឥឡូវយើងកន្លែងមកមើលពី screen នៅខាងក្នុងរថយន្តវិញបងចាចំពោះ screen នៅខាងក្នុងរថយន្ត IM LS6 នេះគឺគេបែងចែកចេញជា2 screen បងចាអញ្ចឹងវាមានភាពងាយស្រួលខ្លាំងមែនតើសម្រាប់បងដែលគាត់អង្គុយនៅខាង passenger seat គឺគាត់អាចមាន screen មួយដូច tablet មួយនៅខាងមុខគាត់អញ្ចឹងគឺគាត់អាចប្រើប្រាស់ទៅលើ screen passenger ហ្នឹងបានងាយស្រួលខ្លួនឯងហ្មងចាហើយបើសិនជាយើងមកមើលពីទំហំ screen នៅចំកណ្ដាលនេះវិញពុកម៉ែបងប្អូនចាចំពោះទំហំ screen នេះគឺមានទំហំរហូតដល់ 26.3 ហើយបើយើងកន្លែងទៅមើលពីទំហំ center screen នៅចំខាង passenger វិញគឺមានទំហំ 15.5 អ៊ីងបងទាំងអស់គ្នាចំពោះរថយន្តមួយ model នេះបងគឺជារថយន្តដែលមិនគួរមើលរំលងទេបងបើសិនជាបងអញ្ជើញមកមើលផ្ទាល់នៅខាងក្រៅបងបានអញ្ជើញមកតេស្តអង្គុយសាកនៅខាងក្នុងរថយន្តក៏ដូចជាបានមើលផ្ទាល់បងនឹងប្រកាសជាស្រឡាញ់រថយន្តមួយគ្រឿងនេះដូចនាងខ្ញុំអញ្ចឹងខ្ញុំនិយាយមែនបងសម្រាប់រថយន្ត IM LS6 មួយគ្រឿងនេះចំពោះតម្លៃនិងគុណភាព performance គឺពិតជាស័ក្តិសមខ្លាំងមែនតើបងចំពោះកញ្ចក់ទាំង4នេះបងគឺជាលក្ខណៈប្រភេទកញ្ចក់2ជាន់ឬមួយក៏គេហៅបានថា double layer acoustic glass បងចាប្រភេទកញ្ចក់នេះគឺសម្រាប់អត្ថប្រយោជន៍របស់វាគឺវាជួយកាត់បន្ថយសំឡេងពីខាងក្រៅចូលមកក្នុងឡានពុកម៉ែបងប្អូនបានល្អខ្លាំងមែនតើបងហើយបើយើងកន្លែងមកមើលអំពី speaker នៃរថយន្តនេះវិញបងគឺមានរហូតដល់21គ្រាប់ចាជាប្រភេទលក្ខណៈ premium sound system តែម្ដងណាហើយអ្វីដែលនេះខ្ញុំចង់មកបង្ហាញជូនពុកម៉ែបងប្អូនមួយទៀតនោះគឺទៅលើផ្នែកខាងក្នុងនេះគឺគេមានភ្ជាប់មកជាមួយនឹងទូទឹកកកពុកម៉ែបងប្អូនចាអញ្ចឹងសម្រាប់ទូទឹកកកនេះសម្រាប់បងដែលគាត់អង្គុយនៅកៅអីពីផ្នែកខាងមុខគឺគាត់អាចប្រើប្រាស់ក៏ដូចជាបើកនៅតាមចំណុចកណ្ដាលនេះបានណាបង
ហើយគេមានមួយវិញទៀតហ្នឹងគឺពុកម៉ែបងប្អូនដែលអង្គុយនៅខាងក្រោយគឺគាត់អាចបើកបជានៅខាងក្រោយខ្លួនឯងផ្ទាល់បានបន្ថែមទៀតចាបើយើងក៏លេចមកមើលពីផ្នែកខាងក្រោយនៃរថយន្តវិញបងបើចាំនេះខ្ញុំនិយាយច្រើនទេបងគ្រាន់តែមើលនៅក្នុងវីដេអូនេះបងដឹងហើយថាសភាពផ្នែកខាងក្រោយនេះគឺមានសភាពធំទូលាយខ្លាំងប៉ុណ្ណាជាក់ស្ដែងដូចនៅចំប្លោះកដានេះបងឃើញដោយផ្នែកខ្លួនឯងផ្ទាល់ទេត្រូវទេបងចាគឺវាមានសភាពធំមែនតើហ្មងទោះបីជាអ្នកដែលគាត់មានកម្ពស់ខ្ពស់ប៉ុណ្ណាក៏ដោយចាគឺអត់មានថាអង្គុយទៅជើងទៅអីគឺ feeling comfortable ខ្លាំងមែនតើហ្មងហើយចំពោះកៅអីនេះបងគឺបងអង្គុយដូចយើងអង្គុយនៅក្នុងឡានដែល luxury ដែលមានតម្លៃថ្លៃអញ្ចឹងណាបងចាហើយតើតើជាមួយនឹងកៅអីផ្នែកខាងក្រោយនេះគឺមានម៉ាសេក្តៅត្រជាក់ដូចគ្នាហើយបងអាចសេរីដោយខ្លួនឯងបានផ្ទាល់នៅកន្លែងដៃទ្វារនៅខាងនេះបងចាដូចជាក់ស្ដែងបងបានឃើញអញ្ចឹងចាគឺមែនតើហ្មងហើយចំពោះនៅផ្នែកខាងក្រោយនេះគឺបងអាចធ្វើការក្លាសេទៅលើភេសជ្ជៈបានមួយចំនួនហើយចំពោះទូទឹកកកនេះគឺបងអាចទាញនៅខាងក្រោយនេះបានឲ្យងាយស្រួលខ្លួនឯងជាគេប្រើជាលក្ខណៈ touch screen បែបនេះបងចាគឺសេរីបជាដកទៅលើសីតុណ្ហភាពបូកអីផ្សេងបាននៅខាងលើនឹងផ្ទាល់តែម្ដងចាគឺមានភាពងាយស្រួលខ្លាំងមែនតើអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលតម្រូវការចង់បានឡានលក្ខណៈអគ្គិសនីសុទ្ធរែងខ្ពស់ប្រើប្រាស់មិនថាក្នុងក្រុងក៏ដូចជាក្រៅក្រុងអីហើយជាលក្ខណៈបែប luxury បែបនេះបងអាចអញ្ជើញពិចារណាក៏ដូចជាមកមើលផ្ទាល់បានចំពោះរថយន្ត IM LS6 Option Max ស៊េរីឆ្នាំ2025មួយគ្រឿងនេះបានហើយចំពោះតម្លៃវិញនោះគឺមានការបញ្ចុះតម្លៃរហូតដល់$4000បន្ថែមទៀតអញ្ចឹងមកមើលទាំងអស់គ្នាមកព្រោះដោយសាររថយន្តមួយគ្រឿងនេះគឺក៏ជារថយន្តមួយគ្រឿងដែលនៅក្នុងក្តីសម័យរបស់យើងខ្ញុំដូចគ្នាដែរអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើនបាយបាយ